នេះមិនដាច់ចិត្តចាក់ចេញសោះអញ្ចឹងហេតុអីត្រូវចាក់ចេញគ្រប់គ្រាន់ហើយលោកមិនបានត្រូវធ្វើអ្វីទៀតទេខ្ញុំគ្រាន់តែចង់នៅជាមួយនេះខ្ញុំជឿថាជាក្រោយពួកយើងបានជួបគ្នាម្ដងទៀតរឿងរបស់ពួកយើងនឹងក្លាយជារឿងរំជើបរំជួលពោពេញដោយក្តីស្រឡាញ់និងការពិតដ៏អស្ចារ្យ